ជំរាបសួរទស្សនិកជនទាំងអស់គ្នានេះគឺជា vlog មកយប់2ថ្ងៃដែលយើងធ្វើដំណើរទៅកាន់ទឹកដីខេត្តពោធិ៍សាត់នៅតំបន់អូសោមដែលនឹងនាំបងប្អូនទៅទស្សនានៅកន្លែងទេសចរថ្មីមួយកន្លែងដែលបានលាក់ខ្លួននៅលើដែនដីដ៏អច្ឆរិយៈនៃប្រទេសកម្ពុជារបស់យើងតើបងប្អូនឡប់ថ្ងៃនេះដែរធ្វើដំណើរទៅអូសោមតាមរយៈបងប្រុសគាត់នាំទៅលេងដីចការបស់គាត់នៅអូសោមណាហ្នឹងហើយអូខេជួបគ្នាទៀតព្រលឹមឡើងសពសัตว์ចាប់ផ្ដើមចេញរកស៊ីចំណែកឯពួកយើងចេញដើរលេងចឹងណាហើយយើងចេញដើរលេងលើកនេះគឺចេញដំណើរទៅ2ឡានហើយអត់ក្បោក្បាច់រចនាអីច្រើនដាក់ម៉ោងរយងើបពីយប់អត់ទេគឺងើបស្មានណាទៅស្មានហ្នឹងហើយការធ្វើដំណើររបស់យើងគឺជិះមួយភ្នំពេញកំពង់ឆ្នាំងកន្លះម៉ោងមែនទេដោយសារខ្ញុំកាត់ព្រោះអីអត់ចង់ឲ្យវីដេអូហ្នឹងវែងឆ្ងាយញ៉ៃទេគឺបើសិនជាខ្ញុំដាក់ចូលទាំងអស់ភាគច្រើនវីដេអូហ្នឹងគឺមានតែជិះឡានទេអញ្ចឹងសម្រាប់ជំនួសមកគឺកាត់ខ្លះតែខ្ញុំមានអារម្មណ៍ថានៅតែមានកន្លែងជិះឡានយើងច្រើនអញ្ចឹងតែសង្ឃឹមអ្នកនរគ្នាអត់សាំទេព្រោះដោយសារផ្លូវហើយជាមួយនឹងទេសភាពអ្នកនរគ្នាបានឃើញអញ្ចឹងគឺស្អាតណាស់អ្នកនរគ្នាការធ្វើដំណើរយើងក៏ស្រួលទេសភាពក៏ស្អាតវាធ្វើឲ្យយើងសប្បាយក្នុងការធ្វើដំណើរអត់ពុលឡានហើយធ្វើដំណើរប្រហែលជា3ម៉ោងជាងជិត4ម៉ោងយើងក៏ធ្វើដំណើរមកដល់នេះប្រម៉ោយតម្រៃនឹងភ្លាមក៏យើងចាប់ផ្ដើមចាត់ចែងមើលម្ហូបមើលបាយទឹកសិនព្រោះពីព្រឹកមកយើងបានតែអីហូបសម្រាប់ប្រពោះតិចតួចទេនិយាយច្រើនមិនទៀតហូបចូលទឹកមាត់បន្ទាប់ពីយើងបានញ៉ាំអាហារថ្ងៃត្រង់នៅវេលាម៉ោង3រសៀលនឹងមកយើងក៏ធ្វើដំណើរតទៅមុខទៀតបញ្ញាប់បញ្ញាល់ដែរព្រោះខ្លាចយប់ហើយដោយសារយើងអត់បានទិញម្ហូបពីភ្នំពេញមកទេគឺយើងមកទិញនៅចិត្តនៅកន្លែងដែលយើងបោះតង់នឹងហើយនៅនេះស្រួលដែរមានផ្សារទូចមួយមកល្មមអាចយើងទិញសាច់ទិញម្ហូបទិញអីយកទៅទុកទៅធ្វើនៅកន្លែងដែលយើងត្រូវបោះតង់នឹងហើយយើងធ្វើដំណើរពីផ្សារនឹងមកអត់យូរទេអ្នកនរគ្នាប្រហែលជាខ្ទង់5នាទីជាងអីហ្នឹងក៏មកដល់កន្លែងដែលយើងត្រូវសម្រាប់បោះតង់ហ្នឹងសេរីស្រួលមើលថាអាចដាក់ឡានមិនអីមិនហើយក៏សម្រាប់ស្មួរគ្នាត្រូវក៏ដាក់នៅមាត់ទឹកហ្នឹងត្មងព្រោះដោយសារស្រួលស្ទូចត្រីហើយត្រីនៅហ្នឹងច្រើនប៉ុន្តែចង្រៃអីគឺអត់បានយកនុយគ្រប់ទៅគឺយើងយកតែនុយត្រីឆ្ដោនុយធម្មតាទៅនុយជ័រនុយអីយើងអត់បានដាក់នុយអប់ដាក់អីទៅសម្រាប់ស្ទូចត្រីផ្សេងភ្លេចទាំងអស់ទាំងនុយជ័រនុយអីវាអញ្ចឹងមានអីអំបិលតែក៏ជាសំណាងមួយដែរដែលយើងបានទិញម្ហូបមកពីលើបើសិនជាពឹងទៅតាមមាត់អ្នកភូមិថានៅក្នុងមានត្រីច្រើនមិនបាច់ទិញអីមកច្រើនពេកទេចាំតែដុតត្រីញ៉ាំនៅក្នុងឯងគឺអាហ្នឹងបានអំបិលមែនហើយមកដល់ភ្លាមគឺយើងរៀបចំតង់រៀបចំអីតាមធម្មតាទៅបន្ទាប់ពីយើងបានរៀបតង់រៀបចំអីរួចរាល់យើងក៏ចាប់ផ្ដើមដាក់ស្ទូចត្រីដាក់អីទៅគិតថាបានហើយពេលហ្នឹងឆ្ងាញ់តែជាតិហើយតែស្ដាយអត់មានចិត្តពេលហ្នឹងគិតថាអត់កើតទេបើពឹងត្រីហ្នឹងដួលហើយអញ្ចឹងធ្វើម្ហូបធ្វើអីសិនខាងសាច់គាត់ទឹកឈីលអញ្ចឹងណាហើយចាំតិចទៀតត្រីឆ្ដោវាស៊ីស្ទូចតែឥឡូវយើងសាច់មកតង់សិនអញ្ចឹងណាពូណាកន្លែងហ្នឹងគាត់រំពឹងថាបានត្រីបានអីមកឃើញនិយាយតែជីបនុយហ្នឹងមិនមានជីបនុយផងចុះយើងយកនុយទៅអត់ត្រូវជាមួយនឹងត្រីទេណាតែក៏មិនអីដែរព្រោះសារយើងមានចុងភៅប្រចាំធីមទាំងអស់គ្នាមើលតែដៃដឹងទេតំណងមែនអ្នកទាំងអស់គ្នាជាតិសាហាវនិយាយមែនហើយមើលទៅទេសភាពហើយជាមួយនឹងទឹកហ្នឹងក៏តំណងពួកយើងក៏មិនចាំយូរទេអ្នកខ្លះធ្វើម្ហូបក៏ធ្វើម្ហូបទៅក៏អ្នកខ្លះចុះមួយទឹកក៏ចុះមួយទឹកទៅក៏ស្រូបយកនៅខ្យល់បរិសុទ្ធហើយជាមួយនឹងបរិយាកាសដែលប្លែកសម្រាប់ពួកយើងបែបនេះគឺវាធ្វើអារម្មណ៍ស្រស់ស្រាយមែនទែនហើយបន្ទាប់ពីមុជទឹករួចបាយក៏ចាប់ផ្ដើមឆ្អិនម្ហូបក៏ឆ្អិនរួចរាល់អញ្ចឹងយើងក៏ចាប់ផ្ដើមនាំគ្នារៀបចំញ៉ាំបាយហើយសម្រាប់អាកាសធាតុនៅក្នុងក៏ត្រជាក់គួរសមដែរអ្នកទាំងគ្នាម៉ោង6ជាង7ហ្នឹងចាប់ផ្ដើមធ្លាក់សើមហើយមួយនឹងការហត់ពីថ្ងៃមកដែលយើងអស់កម្លាំងក្នុងការធ្វើដំណើរហ្នឹងមកដាក់ជាមួយម្ហូបអូយជាតិសាហាវអ្នកទាំងគ្នាហ
ហើយចាំខមមិនប្រាប់ខ្ញុំផងអ្នកទាំងអស់គ្នាដែលមើលវីដេអូនឹងដល់កន្លែងញ៉ាំបាយនឹងក្នុងម៉ោងប៉ុន្មានដែរសូម្បីតែខ្ញុំកំពុងកាត់ខ្លួនឯងខ្ញុំកំពុងកោពោះនេះព្រោះតំណងហើយមែននិយាយមែនអ្នកទាំងអស់គ្នាគឺរសជាតិពេលហ្នឹងគឺឆ្ងាញ់មែនតើមិនដឹងថាមកដោយសារពីយើងហត់ពីថ្ងៃឬមួយក៏ដោយសារចុងភៅគាត់ធ្វើឆ្ងាញ់ឯងអត់ដឹងតែឆ្ងាញ់មែននៅតែជាប់រសជាតិនៅដល់ឥឡូវហើយបន្ទាប់ពីញ៉ាំបាយហើយក៏យើងមិនតន់ចូលគេងភ្លាមដែរក៏យើងនៅស្រូបយកខ្យល់បរិសុទ្ធហើយជាមួយនឹងបរិយាកាសបែបហ្នឹងហើយក៏ម្យ៉ាងដែលធ្វើអារម្មណ៍យើងលេងសូវគិតចំការកាហ្វេដែរដែលបានឧបត្ថម្ភកាហ្វេដូចបានសម្រាប់ជីវិតទ្រីបមួយនឹងយើងយកមកឆុងផឹកព្រលឹមឡើងម៉ោង1ជាង2មិនបានចូលសម្រាប់ហើយព្រលឹមឡើងងើបពីសម្រាកមកអត់មានអារម្មណ៍ថាអូឈឺឆ្អឹងឈឺឆ្អែងដេកអត់ស្កប់អីគ្មានកម្លាំងគ្មានកំហែងងើបមកគឺស្រស់ស្រាយបងអ្នកទាំងអស់គ្នាមិនដឹងថាមកពីកន្លែងឬមួយក៏មិនទេប៉ុន្តែខ្ញុំគឺដេកបានតែប្រហែលម៉ោងឯងប៉ុន្តែងើបមកគឺស្រស់ស្រាយយកហ្មងហើយសម្រាប់បងប្អូនខ្ញុំទៅដល់ណាក៏អត់ភ្លេចដែរកាហ្វេគឺអត់បានទេហ្មងអាហ្នឹងមិនមែនគេហៅញៀនទេគេហៅអ្នកគ្រប់គ្រងពិភពគុណអ្នកប្រឡូកក្នុងពិភពគុណកាហ្វេហើយដោយសារតែចង់តេស្តជាមួយនឹងម្សៅហើយដោយសារតែចង់តេស្តជាមួយនឹងកាហ្វេឆុងហ្វីនថ្មីផងតេស្តទាំងអស់តេស្តទាំងហ្វីនតេស្តទាំងម៉ូកាអូនិយាយពីគ្រប់បែបគ្រប់រសជាតិប៉ុន្តែអាពេលតេស្តម៉ូកាហ្នឹងបើមានតកកហ្នឹងអូជាតិសាហាវតែឲ្យមានតកកពេលអញ្ចឹងគឺយើងធ្វើតាមជីវភាពតែនៅតែឆ្ងាញ់អ្នកទាំងអស់គ្នាហើយបើសិនជាបងប្អូនមានតម្រូវការឬមួយក៏ចំណាប់អារម្មណ៍បងប្អូនអាចឆាតចូល page ឬមួយក៏តាក់ទងទៅតាម Telegram ដែលយើងបានដាក់នៅលើវីដេអូមួយហ្នឹងអ្នកដែលអង្គុយញ៉ាំកាហ្វេនិយាយគ្នាលេងក៏អង្គុយទៅហើយអ្នកធ្វើម្ហូបក៏ធ្វើម្ហូបទៅប៉ុន្តែយើងអត់បានថតទេនៅសកម្មភាពធ្វើម្ហូបកន្លែងតែមកថតគេញ៉ាំកាហ្វេហ្នឹងហើយបែងចែកការងារអញ្ចឹងទៅគឺយើងស្រួលមួយយ៉ាងដែរបន្ទាប់ពីយើងញ៉ាំកាហ្វេញ៉ាំអីហើយគឺម្ហូបឆ្អិនល្មមអញ្ចឹងយើងមានអីទៀតគឺនាំគ្នាញ៉ាំបាយមួយពេលនៅនឹងទៀតហើយយើងគិតថាញ៉ាំបាយមួយពេលហ្នឹងហើយគឺទៅផ្ទះប៉ុន្តែអត់កើតទេបើសិនជាមកដល់ចិត្តភ្នំ1500ហ្នឹងហើយបើសិនមិនបានទៅជិះឈៀងចូលលេងបន្តិចដូចអត់គប់បីនឹងខ្លួនឯងសោះអញ្ចឹងក៏នាំគ្នាទៅជិះឈៀងទៅតាមផ្លូវភ្នំ1500ហ្នឹងមកជុំទៅដើម្បីទទួលយកបទពិសោធន៍ថ្មីនឹងទេសភាពដែលស្អាតបែបនេះរសជាតិបែបនេះហើយបើយើងចាក់ចម្រៀងលោកតាសិនស៊ីសមុទ្រអោធម្មជាតិអើយអីចឹងមកឃ្លាពីឃ្លាមកបត់ពីបត់និយាយពីអូយជាតិសាហាវហ្មងអ្នកទាំងអស់គ្នាតែខ្ញុំអត់ចាក់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ទេអ្នកទាំងអស់គ្នាចាក់ស្ដាប់ខ្លួនឯងទៅព្រោះខ្ញុំខ្លាចជាប់ copyright អញ្ចឹងខ្ញុំចាក់ស្ដាប់ខ្លួនឯងអោធម្មជាតិអើយបងកើតខ្ញុំហើយហើយមកនិយាយ report page ចៃឥឡូវនិយាយអ្នកទាំងអស់គ្នាអូខេហើយសម្រាប់វីដេអូយើងដែរគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីហើយខ្ញុំកំពុងតែឈឺដូចគ្នាបើសិនជាបងប្អូនដឹងហើយថាខែនេះជាខែភ្លៀងចឹងថែរក្សាសុខភាពហើយក៏សូមចូលរួមអបអរសាទរសម្រាប់ប្រទេសកម្ពុជាយើងដែលទទួលបាននៅសុខសន្តិភាពឡើងវិញអរគុណអ្នកនរគ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយជម្រាបលា